បាទជម្រាបសួរពុកម៉ែបងប្អូនដែលទស្សនាវីដេអូនេះបាទថ្ងៃនេះខ្ញុំមកប្រាប់ពីវិធីធ្វើឲ្យកូនមាន់យើងមានសុខភាពល្អខ្លាខ្លំណាបងប្អូនអញ្ចឹងកូនមាន់យើងពេលវាបានអាយុ25ថ្ងៃឡើងទៅយើងត្រូវកាត់ស្លាបវាបាទប៉ុន្តែចំពោះមាន់រាសីនេះដោយសារខ្លួនវាតូចអញ្ចឹងខ្ញុំទុកវាដល់អាយុ1 ខែបានកាត់ស្លាបនេះបងប្អូនមើលណាកាត់ស្លាបកាត់ចុងស្លាបណាបាទអញ្ចឹងទៅវាឆ្លោះល្អនេះរដូវត្រជាក់ហ្នឹងណាបាទហើយមេរបស់គេនេះគេមានឈ្មោះថា Mango ស្អាតណាបងប្អូនហ្នឹងព្រោះដោយឈ្មោលទៀតហើយនេះបើឲ្យឈ្មោលជន់គឺវាជន់តែខ្ញុំអត់តឲ្យជន់ព្រោះវាត្រជាក់ឲ្យវាក្រាបកូនសិនខ្ញុំចិញ្ចឹមបែបធម្មជាតិណាបងប្អូនឲ្យវាក្រាបញាស់ខ្លួនឯងអត់ប្រើទូញាស់អីទេបាទនេះស្នូកចំណីពងជីចំណីមកនេះអាយុ1 ខែហើយ1 ខែប្រហែលថ្ងៃ1 ខែដូចជា1 ខែ3 ថ្ងៃបាទវាសល់កូន6ញាស់មកបាន7អញ្ចឹងកដោស៊ីអស់1សល់6ហ្នឹងបាទអរគុណបងប្អូនហ្នឹងហើយជួយ Subscribe ម្នាក់មួយផងអរគុណជួបគ្នាវីដេអូក្រោយបាទអរគុណ